គុំខ្លាចអីខ្ញុំនឹងនាំអ្នកទៅជួបគាត់ស្វាចាស់កំពុងធ្វើការរៀបចំចុងក្រោយរបស់វាប្រាប់គាត់ឲ្យថែរក្សាខ្លួនឯងយុវជនឲ្យសូមថែរក្សាកូនខ្ញុំផងកូនប្រុសឲ្យពុកនឹងឲ្យគាត់ធ្វើការសញ្ញាជាមួយអ្នកព្រលឹងខ្ញុំនឹងបម្រើអ្នករយៈពេល60ឆ្នាំចុះអ្នកវិញតើអ្នកចង់ទៅជាមួយខ្ញុំទេចាប់ពីពេលនេះទៅអ្នកនឹងតាមខ្ញុំហើយខ្ញុំនឹងឲ្យអ្នកគួរតែដាក់ឈ្មោះខ្លួនឯងថាភីងអានសន្តិភាពសុវត្ថិភាពនេះជារបស់អ្នកថ្មវិញ្ញាណព្រះច័ន្ទព្រលឹងទឹកកកវិញ្ញាណដែកសម្ភារៈសម្រាប់ទាហានព្រះជាម្ចាស់ឲ្យតែពីអ្នកពិតជាបានជោគជ័យមែនយល់ហើយគាត់ឈប់ដកដង្ហើមតោះទៅផ្ទះទេដែលដាំការពី3ខែមុនផ្លែឈើទីពេលទុំហើយស្វាតូចឲ្យអញហ៊ានស៊ីខ្ញុំទេជឿមិនជឿខ្ញុំនឹងវាចូលទៅក្នុងគូរបស់អ្នកឲ្យពុកនឹងធ្វើឲ្យកូនអស់ក្រពះឈួតហើយបងស្រីលីងយូទីបំផុតអ្នកភ្ញាក់ពីដំណេកហើយមិនអីទេខ្ញុំនឹងត្រូវរងចាំមួយថ្ងៃឬពីរថ្ងៃទៀតទើបអាចយកវាចេញបានទោះយ៉ាងណាក៏ដោយធំក្លិនទាំងពីរនោះតើរសជាតិរបស់ល្ពៅមិនមានរសជាតិពិសេសទេក្រអូបលើកនេះអាចមានការភ្ញាក់ផ្អើលអូខ្ញុំក៏គិតថានឹងមានការភ្ញាក់ផ្អើលដ៏ធំមួយដែរកាលពីដើមឡើយស្វាមានចរិតព្រៃផ្សៃនិងស្លូតបូតហើយធម្មជាតិរបស់វាចិត្តឆ្ងាយសាច់ជៀមធំជើងមាន់ក្រញ៉ាំខ្លាឃ្មុំអាំងនិងពោះមាន់ឆ្ងាញ់ខ្ញុំឃ្លានណាស់តើខ្ញុំអាចសួរបានទេមិត្តវ័យក្មេងឆាថេពេញតើវានៅផ្ទះទេបើអ្នកមិននៅទីនេះទេចូលចេញទៅលោកស្រីខឺថេពេញបាននិយាយថាតើអ្នកចង់បានខ្លះទេចេញមកយកវាប្រសិនបើអ្នកបដិសេធមិនទទួលការអបអរសាទរអ្នកនឹងត្រូវផឹកទឹកពេលណាទីបងស្រីលីងយូអ្នកបានជាសះស្បើយហើយច្រើនល្ពៅនេះមានអាចកំបាំងមួយអ្នកស្រូបខ្យល់ដង្ហើមនៃធម្មពលពិតសាក់លបងមើលនេះធំម្លេះថ្ងៃណាមួយវានឹងក្លាយជាពិភពលោកតខ្លួនរបស់វាដីសត្វចម្លែកល្ពៅសំបីតែសត្វមានជីវិតអ្នកអាចដាក់អ្វីក៏បាននៅក្នុងវាមាននាគមួយនៅលើភ្នំទាំងនេះនាគពិតនាគតើនាគពិតជាមានមែនឬចាក់វាចេញហើយមើលនេះត្រូវបានចម្រាញ់ចេញពីទឹកប្រមាត់របស់នាគពិតជីនសៀនព្រះជាម្ចាស់ឲ្យខ្ញុំបានស្វែងរកគ្រប់ទីកន្លែងនៅពេលនោះអ្នកមិនបានរកឃើញសំបីតែមួយការពីស្នាក់ឈ្នះប្រសិនបើអ្នករើផ្លែល្ពៅមួយថ្មយ៉ាងចិនត្រាំក្នុងស្រាសូមទទួលទានមួយកែវល្បឿនដាំដុះកើនឡើងទ្វេដងហើយវាក៏អាចចិញ្ចឹមព្រលឹងអ្នកដាំដុះកម្រិតខ្ពស់ខ្ញុំតែងតែស្រមៃចង់បានរបស់នេះចាំរឿងនេះវាលោកការស្លាប់របស់គាត់ត្រូវតែរក្សាការសម្ងាត់ដូច្នេះចាប់ពីពេលនេះទៅដរាបណាខ្ញុំផឹកស្រានេះលាយជាមួយថ្មសង់សៀនវាអាចបង្កើនល្បឿននៃការដាំដុះត្រូវហើយប៉ុន្តែស្រាសង់សៀនមិនមែនគ្មានអត្ថប្រយោជន៍របស់វាទេមានកំណត់ថ្មសង់សៀនតែមួយគឺច្រើនបំផុតត្រាំស្រា3000ផ្លែក្រៅពីនេះជាមួយនឹងសុំតូចរបស់អ្នកពេងមួយអ្នកទាំងពីរកំពុងជួបបញ្ហាធ្ងន់ធ្ងរស្រាយ៉ាងចិនក៏មានការប្រើប្រាស់ដ៏អស្ចារ្យផ្សេងទៀតផងដែរពេងមួយអាចទុំផលិតផលអាយុ10ឆ្នាំបានបើមិនដូច្នោះទេកុំខ្ជះខ្ជាយវាជាក់ស្ដែងណាស់មិនចាំបាច់ពាក់វាទេនេះហើយសត្វសាហាវបុរាណកាំងលួនបានវិនិច្ឆ័យទៅហើយសត្វស្លាប់ដ៏កាចសាហាវមួយស្រីលីងយូឈ្មោះរបស់វាគឺកាំងលួនដើមមានធម៌ពលខាងវិញ្ញាណដ៏ខ្ពង់ខ្ពស់ហើយពោពេញដោយវិញ្ញាណវាអាចវាយប្រហារនឹងការពារបានទាំងនេះគឺជាគ្រឿងអលង្ការអាចទប់ទល់នឹងកម្លាំងពេញលេញរបស់ Fire Emblem វាប្រហារតែម្ដងក៏មិនអាច